យើងមុខតែស្លាប់ទាំងអស់គ្នាមិនចឹងទេណាទាំងក្មេងក៏ស្លាប់ទាំងចាស់ក៏ស្លាប់នឹងចឹងថ្ងៃនេះក៏មិនដឹងស្អែកក៏មិនដឹងកោជាញាមរណាំងទៅវេយើងមិនអាចដឹងថាថ្ងៃស្អែកនឹងយើងបាននៅរស់តទៅទៀតឬអត់ទេអត់ដឹងទេនឹងអាចស្លាប់បានក្នុងល្ងាចនេះយប់នេះគ្រោះថ្នាក់ឡានឬក៏ត្រូវខ្យល់ចាប់ឬក៏ផ្ទាំងបេះដូងយ៉ាងណាប៉ុន្តែកាលដែលយើងបានបំពេញបុណ្យកុសលច្រើនដឹងគុណមេត្តាបិតាធ្វើទានរក្សាសិលមកគឺថាចិត្តស្ងប់រងាប់មិនចាប់ចម្ពាក់តាក់ទិននឹងអ្វីដែលនាំឲ្យកើតសេចក្តីក្តៅក្រហាយចិត្តទាំងអស់រឿងកូនរឿងចៅក៏ស្រាប់តែពេលហ្នឹងស្ងប់ចិត្តទៀតបានចេះពិចារណាឃើញថាការកើតមកបញ្ចខੰផ្សេងគ្នាកាលដែលយើងនៅរស់យើងចិញ្ចឹមគ្រប់គ្រងបីបាច់ថែរក្សាប៉ុន្តែកាលដល់ទៅពេលយើងស្លាប់យើងស្រាប់តែចិត្តហ្នឹងផុតទៀតមិននៅចិត្តចម្ពាក់រញ៉ៃអីទៀតជាមួយនឹងទ្រព្យសម្បត្តិសត្វនិងសង្ខារព្រោះយើងទុនបុណ្យកុសល